วิจารณกถาสมรภูมิក្រោយសង្គ្រាមនៅពេលស្នូកំភ្លើងលេចផ្ទុះសំឡេងគ្រាប់ចេញពីអាវុធគ្រប់ប្រភេទបានស្ងប់ស្ងាត់បាត់ទៅមនុស្សជាច្រើនគិតថាសង្គ្រាមបានបញ្ចប់ហើយប៉ុន្តែមានសមរភូមិមួយទៀតដែលទើបតែចាប់ផ្ដើមសមរភូមិនេះមិនមានអាវុធមិនមានសត្រូវនៅចំពោះមុខទេប៉ុន្តែវាគ្រោះថ្នាក់ណាស់ប្រទេសមួយអាចនឹងជួបគ្រោះធំប្រសិនបើស្មារតីជាតិនៃប្រទេសនោះបែកបាក់ដូច្នេះអ្នកឈ្នះក្នុងសមរភូមិនេះទើបជាអ្នកឈ្នះចុងក្រោយនៃសង្គ្រាមបន្ទាប់ពីសង្គ្រាមសំណួរធំមួយសម្រាប់ប្រជាជាតិខ្មែរត្រូវចោទសួរខ្លួនឯងថាតើយើងអាចរក្សានិងពង្រឹងស្មារតីជាតិសាមគ្គីភាពនិងទិសដៅសេដ្ឋកិច្ចរបស់យើងឲ្យបានមាំមួនកម្រិតណាសម្រាប់អនាគតរបស់ប្រទេសយើងប្រវត្តិសាស្ត្របានបង្ហាញយើងថាអាវុធអាចយកឈ្នះក្នុងសង្គ្រាមប៉ុន្តែมันអាចយកឈ្នះអនាគតបានទេអនាគតត្រូវតែឈ្នះដោយស្មារតីជាតិទិសដៅសេដ្ឋកិច្ចនិងការរួបរวมរបស់ប្រជាជាតិដោយគេនិយាយថាការលំបាកមិនគួរឲ្យខ្លាចទេអ្វីដែលគួរឲ្យខ្លាចគឺការខ្វះការតាំងចិត្តសូមក្រឡេកមើលទៅជប៉ុនឆ្នាំ1945ក្រោយការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនៅហ៊ីរ៉ូស៊ីម៉ានិងណាហ្គាសាគីប្រទេសមួយត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងទីក្រុងក្លាយជាផេះសេដ្ឋកិច្ចដួលរលំប្រជាជនរស់នៅក្នុងភាពអត់ឃ្លានប៉ុន្តែជប៉ុនមិនបានបោះបង់ខ្លួនឯងចោលទេពួកគេបំលែងការឈឺចាប់ទៅជាការដាក់វិន័យពួកគេវិនិយោគលើការអប់រំបច្ចេកវិទ្យានិងឧស្សាហកម្មជប៉ុនអនុវត្តគោលនយោបាយសេដ្ឋកិច្ចផ្អែកលើការនាំចេញនិងផលិតកម្មដើម្បីឲ្យពិភពលោកទិញអ្វីដែលជប៉ុនផលិតត្រឹមតែប៉ុន្មានទសវត្សរ៍ប៉ុណ្ណោះជប៉ុនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចនេះដោយពាក្យគេថាប្រទេសខ្លាំងគឺជាប្រទេសផលិតបន្ទាប់មកអាល្លឺម៉ង់ក្រោយសង្គ្រាមលោកលើកទី2ប្រទេសមួយដែលទីក្រុងជាច្រើនបានក្លាយជាគំនរឥដ្ឋចរន្តសេដ្ឋកិច្ចដួលរលំគ្មានសល់ប៉ុន្តែអាល្លឺម៉ង់មិនជ្រើសយកផ្លូវកំហឹងទេពួកគេជ្រើសរើសវិន័យនិងការងារដោយប្រើគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរីដើម្បីសង្គម Social Market Economy ពួកគេភ្ជាប់ទីផ្សារសេរីជាមួយការការពារសង្គមឬនិយាយតាមមួយបែបទៀតថាទីផ្សារសេរីផ្អែកលើការប្រកួតប្រជែងដោយស្មើភាពស្មើច្បាប់អាជីវកម្មកាន់តែរីកចម្រើនស្របពេលកម្លាំងពលកម្មក៏មិនត្រូវបានទុកចោលកត្តានេះបង្កើតបានជាកម្លាំងជាតិដ៏រឹងមាំដែលធ្វើឲ្យអាល្លឺម៉ង់ក្លាយជាថាមពលសេដ្ឋកិច្ចដ៏ធំបំផុតនៅអឺរ៉ុបដូចគ្នានេះដែរពលរដ្ឋខ្មែរគ្រប់រូបគឺសុទ្ធតែជាកម្លាំងជាតិជាកម្លាំងកសាងជាតិជាកម្លាំងការពារជាតិដូចនេះប្រជាជនគឺជាខឿនការពារជាតិដ៏ពិសិដ្ឋឧទាហរណ៍ចុងក្រោយសូមមើលកូរ៉េខាងត្បូងក្រោយសង្គ្រាមកូរ៉េឆ្នាំ1953ប្រទេសនេះក្រីក្រជាងបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកជាច្រើនប្រជាជនភាគច្រើនជាកសិករប៉ុន្តែពួកគេធ្វើការសម្រេចចិត្តយ៉ាងដាច់ខាតវិនិយោគលើការអប់រំនិងឧស្សាហកម្មដោយប្រើយុទ្ធសាស្ត្រកំណើនផ្អែកលើការនាំចេញ Export Led Growth ពួកគេផលិតអ្វីដែលពិភពលោកត្រូវការហើយនាំចេញទៅក្រៅពីប្រទេសក្រីក្រកូរ៉េខាងត្បូងក្លាយជាប្រទេសបច្ចេកវិទ្យាដែលមានម៉ាកយីហោល្បីៗជាច្រើននៅលើសកលលោកដែលជាសញ្ញានៃការងើបឡើងរបស់កូរ៉េជប៉ុនអាល្លឺម៉ង់និងកូរ៉េខាងត្បូងមានរឿងមួយដូចគ្នាគឺពួកគេមិនឈ្នះដោយអាវុធទេប៉ុន្តែឈ្នះដោយស្មារតីជាតិវិន័យការតស៊ូការតាំងចិត្តនិងការអនុវត្តគោលការណ៍សេដ្ឋកិច្ចត្រឹមត្រូវហើយនេះជាមេរៀនសម្រាប់កម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមការបែកបាក់និងការបាត់បង់ជាច្រើនលើកមកហើយក្នុងប្រវត្តិសាស្ត្រចុងក្រោយជាង500ឆ្នាំរបស់ខ្លួនកន្លងទៅយើងដឹងច្បាស់ថាភ្លើងសង្គ្រាមខ្លោចផ្សាប៉ុណ្ណាប៉ុន្តែសមរភូមិពិតប្រាកដរបស់យើងនៅថ្ងៃនេះគឺស្ថិតនៅក្នុងចិត្តនិងការរួបរวมរបស់ប្រជាជាតិយើងសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់បើយើងបែកបាក់គ្នាជាតិយើងនឹងខ្សោយបើយើងរួបរวมគ្នាជាតិយើងនឹងខ្លាំងសាមគ្គីភាពនិងឯកភាពជាតិមិនមែនត្រឹមតែជាពាក្យស្លោកទេវាជាអាវុធដ៏សំខាន់បំផុតក្រោយសង្គ្រាមប្រទេសមួយដែលអាចងើបឡើងគឺជាប្រទេសដែលប្រជាជនយល់ថាអនាគតរបស់ប្រទេសគេជាទំនួលខុសត្រូវរបស់ពួកគេទាំងអស់គ្នាដូចជាជប៉ុនគេវិនិយោគលើធនធានមនុស្សដោយអាល្លឺម៉ង់គេបង្កើតសេដ្ឋកិច្ចដែលគាំទ្រទាំងអាជីវកម្មនិងកម្មករដោយកូរ៉េគេផលិតអ្វីដែលពិភពលោកចង់ទិញតែអ្វីដែលសំខាន់ជាងគេគឺស្មារតីជាតិសាសន៍មួយជាតិណាដែលបាត់បង់ស្មារតីខ្លួនឯងនឹងមិនអាចរកទិសដៅជាតិបានទេមានទិសដៅជាតិក៏គ្មានទិសដៅសេដ្ឋកិច្ចមានមនុស្សតែមិនអាចផលិតមានដីតែមិនអាចដាំស្រែចម្ការຕົកចោលមនុស្សអត់ការងារធ្វើនាំឲ្យជាតិចុះខ្សោយនេះហើយទៅជាសមរភូមិដ៏ពិតប្រាកដរបស់យើងសមរភូមិក្រោយសង្គ្រាមគឺសមរភូមិរវាងការងើបឡើងនិងការបែកបាក់វាជាសមរភូមិដែលមិនមានគ្រាប់រំសេវប៉ុន្តែវាមានក្លិនឆ្ងៀមនៅដិតដាមជារៀងរហូតប្រវត្តិសាស្ត្របានបង្ហាញយើងហើយថាជាសាសមួយដែលអាចឈ្នះលើខ្លួនឯងទើបអាចយកឈ្នះពិភពលោកនេះបានដូច្នេះសំណួរមួយក្នុងនាមជាខ្មែរដែលយើងគ្រប់គ្នាត្រូវចោទសួរខ្លួនឯងគឺថាតើយើងនឹងជ្រើសរើសសាមគ្គីភាពឬជ្រើសរើសការបែកបាក់ព្រោះនៅចុងក្រោយអ្នកឈ្នះពិតគឺជាអ្នកឈ្នះក្រោយសង្គ្រាម